សួរណាក្រខ្ញុំឈ្មោះស្រ័យបៃរៀននៅសាលាបាថាសិក្សាអូតាក៏មួយទីណាទី2ក៏នៅនេះខ្ញុំមកអាមេរៀនទី67មេរៀនទី67វត្ថុប្រើប្រាស់នៅក្នុងផ្ទះអំណានផ្ទះរបស់ខ្ញុំសង់អំពីឈើប្រក្បឿងមាន2ខ្នងនិងមានវត្ថុប្រើប្រាស់ជាច្រើននៅក្នុងផ្ទះនេះមានបន្ទប់ទទួលភ្ញៀវបន្ទប់ដេកនិងបន្ទប់ទទួលទានអាហារបន្ទប់ទទួលភ្ញៀវមានក្តារងើធំមួយធ្វើអំពីឈើនានៅរលងស្រូវមានតុមួយកៅអី2និងទូមួយរីឯបន្ទប់ទទួលទានអាហារមានតុមួយធំមួយកៅអី5នៅក្បែរនោះមានទូដាក់ចាវរៀបយ៉ាងស្អាតនិងមានរបៀបក្នុងបន្ទប់ដេកមានគ្រែនិងទូដាក់សម្លៀកបំពាក់វត្ថុប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្ញុំមិនទំនើបទាន់សម័យមែនប៉ុន្តែខ្ញុំសម្អាតវាជាប្រចាំខ្ញុំស្រឡាញ់ផ្ទះខ្ញុំណាស់ព្រោះវាបានមកពីកម្លាំងញើឈារបស់ឪពុកម្ដាយខ្ញុំហើយខ្ញុំរស់នៅក្នុងផ្ទះនេះរាល់ថ្ងៃជម្រាបលាអ្នកគ្រូសូមអរគុណ